លោកកុងសារ៉ិតប្រកុលអំណោយមូលនិធិអាយប៉ានិងសប្បុរសជនជូនរដ្ឋបាលខេត្តបាត់ដំបងនិងជនភៀសសឹក60គ្រួសារនៅព្រឹកថ្ងៃអាទិត្យទី28ខែធ្នូឆ្នាំ2025នេះលោកកុងសារ៉ិតអនុប្រធាននិងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអាយប៉ាជាតំណាងឯកឧត្តមបណ្ឌិតទូចវណ្ណៈនិងលោកកុងធីប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបាត់ដំបងព្រមទាំងក្រុមការងារបាននាំយកអំណោយនៃមូលនិធិមនុស្សធម៌ជួយសមរភូមិមុខនិងជនភៀសសឹករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអាយប៉ានិងសប្បុរសជនប្រកុលជូនរដ្ឋបាលខេត្តបាត់ដំបងសម្រាប់បន្តឧបត្ថម្ភដល់កងកម្លាំងជួរមុខនិងជនភៀសសឹកអំណោយនៃមូលនិធិមនុស្សធម៌ជួយសមរភូមិមុខនិងជនភៀសសឹករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអាយប៉ានិងសប្បុរសជនដែលលោកកុងសារ៉ិតនិងក្រុមការងារបានប្រកុលជូនរដ្ឋបាលខេត្តបាត់ដំបងនាឱកាសនោះរួមមានថ្នាំពេទ្យនិងបរិក្ខារពេទ្យចំនួន8កេសម៉ាស់ការពារសារធាតុពុលចំនួន200ម៉ាស់ទឹកបរិសុទ្ធចំនួន200យួរមីខ្លាឃ្មុំក្រហមចំនួន10កេសទឹកផ្លែឈើចំនួន10កេសទឹកបរិសុទ្ធវីតាចំនួន10កេសកាហ្វេចំនួន1កេសធំនិងនំចំនួន2កេសធំនៅរសៀលថ្ងៃទី28ខែធ្នូឆ្នាំ2025នេះដែរលោកកុងសារ៉ិតអនុប្រធាននិងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអាយប៉ាជាតំណាងឯកឧត្តមបណ្ឌិតទូចវណ្ណៈនិងលោកកុងធីប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបាត់ដំបងព្រមទាំងក្រុមការងារបាននាំយកអំណោយនៃមូលនិធិមនុស្សធម៌ជួយសមរភូមិមុខនិងជនភៀសសឹករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអាយប៉ានិងសប្បុរសជនប្រកុលជូនដល់ជនភៀសសឹកចំនួន60គ្រួសារនៅភូមិបត់សាឡាឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបងអំណោយនៃមូលនិធិមនុស្សធម៌ជួយសមរភូមិមុខនិងជនភៀសសឹករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអាយប៉ានិងសប្បុរសជនដែលលោកកុងសារ៉ិតនិងក្រុមការងារបានប្រកុលជូនបងប្អូនជនភៀសសឹកទាំង60គ្រួសារនាឱកាសនោះរួមមានអង្ករមីពងទាប្រៃអំបុកនំកញ្ចប់សាប៊ូទឹកត្រីទឹកស៊ីអ៊ីវត្រីខកំប៉ុងអំបិលប៊ីចេងស្ករសនិងថវិកាមួយចំនួនផងដែរ